ទេសនាប្រដៅសាប្រទេសខ្មែរយើងមានសាសនាប្រចាំជាតិសូមកុំឲ្យឃ្លាតមិនគ្មានរក្សាគ្រប់វ័យសាសនាព្រះពុទ្ធបរិសុទ្ធនៅក្នុងលោកេយើងកូនខ្មែរទាំងប្រុសស្រីគប្បីកុំឲ្យមានឆ្កមានអីទៀតទេអាត្មាចេះនិយាយមានសំណួរបងមានមាននេះនេះពាក្យប៉ុនវិន័យព្រះសង្ឃតើវិន័យព្រះសង្ឃមានប៉ុន្មានយ៉ាងហើយអ្វីខ្លះបរាជិកមានអ្វីវិន័យព្រះសង្ឃវាមានចែកជាវិន័យភិក្ខុមានវិន័យសាមណេរចែកសរុបមកវាមានតាមរយៈសិលដែលយើងហៅហ្នឹងមានចតុបរិសុទ្ធសិលហ្នឹងសម្រាប់ភិក្ខុមានបដិមោខសង្វរសិលមានចតុបរិសុទ្ធសិលមានអាជីវបរិសុទ្ធសិលអីហ្នឹងមានច្រើនអញ្ចឹងអាត្មារាប់ទៅញាតិញោមកុំយល់តែបើសិក្ខាបទវិញមានរាប់លានណាបើរៀនឲ្យអស់ច្រើនមែនតើដែលយើង227នេះគ្រាន់តែសរុបគោលទេអានោះណាវានៅមានអនុបញ្ញត្តិអីច្រើនណាហើយបរាជិកមានអ្វីខ្លះបរាជិកមាន4មានសម្រាប់មនុស្សសេពមេធនធម្មលួចទ្រព្យគេអួតគុណវិសេសអួតគុណវិសេសហ្នឹងគឺជាឈានជាសមាបត្តិឬក៏ជាមគ្គផលអីហ្នឹងហើយបួសជាសង្ឃមានប៉ុន្មានយ៉ាងអាត្មាមិនសូវយល់បំណងអ្នកសួរឧបសម្បទាមានដល់ទៅ8សម័យពុទ្ធណាបើខណ្ឌថាសង្ឃដែលសរុបមកមាន2គឺសមត្ថសង្ឃនិងអរិយសង្ឃញោមអ្នកសួរអាត្មាចង់ជួបមួយម្ចាស់សំណួរដើម្បីអាត្មាឆ្លើយទៅវាត្រូវអត់ហើយសួរមកជារបៀប debate គ្នាណានឹងបានល្អដែលអាត្មាចេះឆ្លើយជួនកាលវាអត់ចំលំោះណាបាទហើយចែកទៅទៀតមានគោត្រភូសង្ឃមានស្អីណែណៃច្រើនទេប៉ុន្តែមិនដឹងថាអ្នកសួរចង់និយាយថាម៉េចមានអីទៀតទេបាទបងស្រីខាងក្រោយខ្ញុំកណារៀបរាប់ពីតួនាទីស្វាមីមានប្រមាណយ៉ាងភរិយាប្រមាណយ៉ាងមាន3ដកមិនបាច់យកពេលគាត់ថាសួរថាវត្តហ្នឹងមានទេមានស្មារតីប្រាប់សភៅឲ្យបើកមើលចំមក3ដកលេខ19លេខ19ហើយចំណងជើងសង្គាលកៈសូត្រអានឹងចេះទៅគឺគិហិវិន័យហៅថាគិហិវិន័យមានន័យថាវិន័យរបស់កុហកប្រមាណមាននៅក្នុងហ្នឹងដល់គ្រូនឹងសិស្សម៉ែនឹងកូនមិត្តនឹងមិត្តភ័ក្តិរាជអាមាត្យនឹងស្អីនៅក្នុងហ្នឹងទាំងអស់3ដកលេខ19ហើយចំណងជើងខាងលើដាក់សង្គាលកៈសូត្រសស្រៈងួជើងគោស្រអាលោកតើលើសួរឲ្យអាត្មារៀបរាប់បន្តិចណាស្វាមីនិងភរិយាពីព្រោះវាជារឿងដែលកុលបុត្រត្រូវគប្បីសិក្សាណាទី1ឲ្យមុខភរិយាថាជាភរិយាពេញមុខទី1គឺថាមិនលាក់លៀមមានន័យថាឲ្យតម្លៃហ្នឹងមិនមែនការហើយដល់តែជួបគេ
គេមួយទៀតបងការនៅលាក់គេchứមែនទេណាហ្នឹងហើយគឺពេញមុខពេញមាត់ប្រាប់គេឲ្យដឹងថាជាប្រពន្ធវាមានប្រយោជន៍ច្រើនណាស់ការដែលប្រាប់គេហ្នឹងគឺថាទីមួយគេមិនយល់ច្រឡំមែនទេក៏ជាការឲ្យកិត្តិយសប្រពន្ធដែរហើយអាត្មាចាំអស់មិនដឹងមិនធ្លាប់ធ្វើប្តីហើយទី2គឺឲ្យភាពជាធំដល់ភរិយានឹងការងារផ្ទះពីព្រោះប៉ុន្តែអានឹងវាយើងពាក់ព័ន្ធនឹងប្រពៃណីរបស់អាមេរិកាំងអីគេសិតស្មើគ្នាអស់ហើយអាត្មាមិនបាក់និយាយឥឡូវហ្នឹងប៉ុន្តែបើ imagine ទៅវប្បធម៌របស់យើងឬក៏ឥណ្ឌាអីចឹងភាពជាធំក្នុងផ្ទះហ្នឹងគឺការងារចុងភៅហ្នឹងស្ត្រីតែងតែចូលចិត្តការងារហ្នឹងណាហើយពាក្យថាបកគលការងារជាធំហ្នឹងឧទាហរណ៍ថាប្រពន្ធធ្វើម្ហូបអាហារអីចឹងទៅចេះលើកទឹកចិត្តលេងប្រពន្ធស្លមិនសូវឆ្ងាញ់ដូចតែស៊ីមិនកើតតែប្រពន្ធគេនោះមិនឆ្ងាញ់អីចឹងដល់គាត់បដ ாய் ថាទៅស៊ីផ្ទះគេទៅអត់ឆ្ងាញ់ទៅចេះប្រើពាក្យនិយាយរួមទៅវាចេះប្រើពាក្យដូចញោមប្រុសហើយនិងញោមស្រីអាត្មាគឺគាត់ខុសគ្នាដាច់ញោមស្រីចូលចិត្តប្រៃញោមប្រុសចូលចិត្តសាបខុសគ្នាដាច់ហ្មងតែក៏អត់ទៅហេញោមប្រុសគាត់ក៏អត់ទៅគាត់ក្រៅថាបើសិនជាស្លគាត់និយាយគ្នាស្រួលគាត់ប្រាប់ចឹងគាត់ថាមុននឹងបងអំបិលសម្រាប់មាត់ខ្លួនឯងដួសអាសាបទុកឲ្យគាត់មួយចានទៅវាឈប់រឿងហើយមែនទេថារឿងទាំងឡាយតែតែមានកលឹះរបស់វាបើមនុស្សចូលចិត្តយកខឹងសិនបល់យកប្រៃអីប្រៃស៊ីមកើតចូលចិត្តយកអាមុខញាក់យកមកដាក់អញ្ចឹងមនុស្សវាអស់អារម្មណ៍ហើយខំធ្វើសឹងអីមិនត្រូវចិត្តទៀតមែនទេដូចអាត្មាកាលនៅសាមណេរគេចូលកសាងពហិគ្រូអាត្មាឲ្យអាត្មាមកសរសេរឈ្មោះគេដាក់បានណាអាបានធំហ៎ហើយកមុំនៅមិនដឹងហើយលោកស្ដីឲ្យអាត្មាលោកថាយីលោកនេះសរសេរកវិចកវៀនមើលក្តាមវាអាត្មាគិតក្នុងចិត្តថាគ្រូអញអត់ឆ្លាតសោះថ្វាយអង្គមលោកកណាទៅប្រគុណបន្តិចទៅប្រគុណចេញពីប្រគុណឡើងទៅដេកបាត់មកអាប់មុខកមុំអាត្មាទឹមកន្លោមែនទេដូចប្រៃអញ្ចឹងប្រើពាក្យសាមញ្ញម៉ែវាបើសាបជាងនឹងតិចល្អប៉ុណ្ណឹងក៏គេអត់ខឹងដែរមែនទេពាក្យមែននឹងមានធ្ងន់អីវាណែបើសាបជាងនឹងតិចល្អឆ្ងាញ់ត្រូវមាត់ប៉ុន្តែប្រៃបន្តិចបើសាបជាងនឹងតិចល្អចឹងបានថាពាក្យគេចេះប្រើមនុស្សទៅងាប់បើមនុស្សចូលចិត្តតែប្រើអាកញ្ញុងកញ្ញាំងហើយដល់ហើយគេរត់ចោលអស់ដោយការងារវត្តចឹងជួនកាលយូរធ្វើតែម្នាក់ឯងគេធ្វើមិនត្រូវចិត្តមើលទុកអញទៅចេះយាយខ្លះចឹងអាត្មាធ្លាប់ជួបគណៈកម្មការខ្លះយូរគាត់ចាស់អាយុ8ជាងហើយអាគេប្រឆេះម៉ាស៊ីនក៏វាមិនស្រួលក៏អត់ព្រមប្រាប់ដោយសន្តិវិធីឲ្យគេធ្វើឲ្យល្អជាងហ្នឹងឯងអត់អានេះឆ្កងចេញណាយូរគេទុកឲ្យកធាក់តែឯងហាមាត់នៅហ្នឹងទៅហ្នឹងហើយអញ្ចឹងបានអាត្មានិយាយអញ្ចឹងថាមនុស្សដែលពូកែមិនមែនត្រឹមពូកែធ្វើម្នាក់ឯងទេមនុស្សពូកែប្រើមនុស្សទៅតាមជំនាញនឹងហៅថាមនុស្សពូកែដៃយើងកម្លាំងយើងនេះមានទៅពូកែជាងគោណាកម្លាំងមនុស្សយើងនេះណាមានទៅខ្លាំងជាងគោជាងក្របីណាប៉ុន្តែពូកែរបស់មនុស្សពូកែនេះតាដែលអាចប្រើគេបានយល់ទេហើយមនុស្សកំពូលប្រើមនុស្សគ្មានពីណាជាងពុទ្ធទេមនុស្សក្នុងโลกភាគច្រើនប្រើមនុស្សដែលអស់លុយកាក់ពុទ្ធប្រើមនុស្សមានមនុស្សយកលុយទៅចូលមែនទេណាអត់មានឲ្យប្រាក់ខែប្រាក់អីទេប៉ុន្តែមនុស្សលះបង់ទ្រព្យសម្បត្តិទៅបួសនៅបម្រើព្រះអង្គអានឹងដកនាំត្រូវកន្លឹះតែត្រូវទៅហើយ
ទី3មិញបានទី2ណាហ្នឹងទី1ជាភរិយាពេញមុខទី2ជាធំក្នុងផ្ទះមានន័យថាជាការចាត់ចែងការងារអីហ្នឹងទី3ស្មោះត្រង់ផ្លូវភេទហ្នឹងគឺថាស្មោះត្រង់ហើយគេចេះតែថាពុទ្ធសាសនាហាក់ដូចជាលើកតកើងប្រុសអារឿងអញ្ចឹងពុទ្ធឯណាទៅលើកអាហ្នឹងតួនាទីព្រះអង្គសម្ដែងកន្លែងហ្នឹងស្មើគ្នាប្រពន្ធក៏ស្មើគ្នាប្តីក៏ស្មើគ្នាកន្លែងហ្នឹងស្មើគ្នាហ្នឹងហើយការស្មោះត្រង់គ្នាហ្នឹងឯងសេរីមិនក៏ដោយមនោសុខនេះក៏ដោយតែមានឯណាបាក់ចិត្តដូចគ្នាណាអាត្មាមិនជឿថាអត់បាក់ចិត្តទេមែនអត់ធំបីតែកន្លែងនេះគេថាសេរីអីក៏បានអញ្ចឹងណាប្រទេសអូស្ត្រាលីប្រទេសបារាំងអីកៀងអីណាថានឹងសេរីបានតែគេបដ ாய் ចឹងទេប៉ុនអាចិត្តនេះណែអានឹងគ្មានច្បាប់ណាមកហាមថាមិនឲ្យប្រច័ណ្ឌទេវាគ្មានច្បាប់ណាមកហាមថាកុំឲ្យក្តៅឃើញគេបដ ாய் មុខទេវាត្រូវតែមានអញ្ចឹងអានធម្មជាតិណាញាតិញោមណាព្រោះគេមិនអោយនិយាយគេមិនអោយវាយមិនអោយតបអាហ្នឹងច្បាប់គេហាមត្រឹមប៉ុណ្ណឹងប៉ុន្តែអាចិត្តក្តៅអត់អូអបដើមចេកស្លោកហ្នឹងហើយមួយទៀតនោះគឺអានឹងវាពាក់ព័ន្ធនឹងសង្គមដែលប្តីរស់ស៊ីចិញ្ចឹមប្រពន្ធប៉ុន្តែយើងធ្វើការដូចគ្នាអាត្មាថាទៅប៉ុន្តែរាប់តាមកពីទេណាហ្នឹងហើយមួយទៀតហ្នឹងគឺបកលឲ្យជាអ្នកថែរក្សាទ្រព្យសម្បត្តិមិនលាក់លៀមទេហ្នឹងហើយលុយកាក់អីមិនលាក់លៀមជាមួយប្រពន្ធទេហើយចុងក្រោយគឺបកលអលង្ការឲ្យតាមសមគួរពីព្រោះអីព្រះអង្គប្រុសឲ្យប៉ុន្តែយល់ចិត្តស្រីបងថាស្ត្រីតែងតែមិនឆ្អែតនឹងអលង្ការណាប្តីត្រូវគិតគូរអាទៅនឹងទោះបីខ្លួនឯងមិនសូវចូលចិត្តក៏ត្រូវតែគិតដែរអានោះណាបែកគ្នាយូរបានជៀនមួយថាវាអាគេទិញឲ្យវាមិនសប្បាយចិត្តទេព្រោះប្តីទិញឲ្យវាសប្បាយណាមែនអត់ជួនកាលប្តីខ្លះក៏អត់យល់ជលុយកកុកទៅទិញខ្លួនឯងទៅថាវាមិនមានន័យទេបើលបងទិញឲ្យមែនអត់ឯថាត្រូវខ្លះអត់នេះហ្នឹងហើយហ្នឹងដល់ភរិយាវិញមានតួនាទី5ដែរទី1គឺជាអ្នកចាត់ចែងការងារដោយល្អជាអ្នកឆ្លៀសកន្លែងរៀបចំអីចឹងកុំឲ្យវាកក្រិចគេហៅថាបដូរអារម្មណ៍អីគេនោះរៀបចំកន្លែងទុកដាក់ហ្នឹងកុំឲ្យវាសាំហើយម្យ៉ាងទៀតកុំខ្ជិលច្រើនពេកអត់ដេញប្តីងើបឯងទៅដេកស្ពីងអញ្ចឹងអាហ្នឹងវាអត់មានសេរីសួស្តីត្រង់ថាឆាប់បើយើងនិយាយអំពីសម្ព័ន្ធប្តីប្រពន្ធនេះធ្វើឲ្យប្តីឆាប់នឿយណាយនិយាយមែនទេណាមានរឿងមួយដូចថាពេលពោះធំផងនិយាយតាំងពីណាដល់ពោះធំទៅពេលសម្រានទៅវាលបោតអីពីខ្លួនទៅពោះវាមិនប៉ោងអញ្ចឹងដល់ប៉ោងអញ្ចឹងដេកទៅវាសគៀតថ្មិញទេហៀទឹកមាត់ទៀតអញ្ចឹងដល់ប្តីមើលទៅហួយហ្នឹងហើយតាមពិតនៅរូបរាងកាយយើងវាមិនស្អាតស្រាប់ហើយប៉ុន្តែបើយើងចេះរៀបចំទៅវាមិនពិបាកមើលអញ្ចឹងណាបាក់យេកន្លែងខ្លះហើយមួយទៀតនោះត្រូវសង្គ្រោះញាតិទាំងសងខាងនឹងតួនាទីប្រពន្ធណាអានឹងវាយល់ទៅលើសម័យកាលដែលកូនស្រីទៅនៅខាងប្រុសអានឹងវាត្រូវចំពោះអាសម័យកាលនោះណាកូនស្រីទៅនៅខាងប្រុសអញ្ចឹងដល់ទៅនៅខាងប្រុស
ម៉ែក្មេងអូក្មេងដូចភ្លើងចឹងបំរើមិនស្រួលរឿងសង្គ្រោះមិនស្រួលរឿងប៉ុន្តែយើងនេះយើងនៅតែឯងមិនសូវអីមែនទេរឿងអីរឿងតកត់ទៅយើងនៅផ្សេងព្រោះតែបន្តិចទៅចាក់ចុចអញ្ចេះចាក់ចុចអញ្ចេះកូនប្រុសហ្នឹងខឹងតាមតែម៉ែឪចាក់ហ្នឹងទៅបាទណាមែនទេអញ្ចឹងបានសូម្បីតែអញ្ចឹងក៏នៅតែមានបញ្ហាខ្លះជាមួយម៉ែក្មេងអីក្មេងបាទចឹងបានគេប្រើពាក្យមួយថាពាក្យថាការប្តីការប្រពន្ធកុំច្រឡំមិនមែនការយកតែប្តីការយកតែប្រពន្ធទេណាការមួយគ្រួសារគេទាំងមូលមែនទេគ្រួសារខ្លះនៅមួយគ្នាអត់សុខដោយសារតែបងប្អូនអូចមែនធ្លាប់ជួបប្រទេសហ៎ហ្នឹងហើយហើយដល់ចំណុចទី3ហ្នឹងគឺស្មើគ្នាកន្លែងស្មោះត្រង់ហ្នឹងហើយមួយទៀតនោះគឺជាអ្នកឆ្លៀសមើលពេលវេលាធ្វើការងារអីហ្នឹងកុំឲ្យវាមានចំណុចខ្សោយច្រើនឧទាហរណ៍ថាបងអង្គុយតាណាឲ្យត្រឹងនៅតានឹងងើបតាណាដូចថាធ្វើវាមិនល្វីសដល់មិនល្វីសអញ្ចឹងទៅវាជាចំណុចខ្សោយរបស់ស្ត្រីស្មាចាំដូចវាមិនសូវច្បាស់អស់ហើយខ្ញុំបើកមើលទៅកន្លែងហ្នឹងប្រាប់សភើឲ្យបើកមើលហើយមានអីទៀតទេចប់ហើយណាសុំអីទេដូចនឹងកណារៀនធជួនថ្ងៃខ្លះទៅកណាដេកសូត្រចឹងទៅជួនថ្ងៃខ្លះកណាសូត្រដល់ចកាទៅមានទោសបីអីហ្នឹងអូមានទោសអីទេហ្នឹងហើយទោសវាទល់តែយើងប្រមាថហ្នឹងហើយការបដិបត្តិធម៌មែនទែនទៅគ្រប់អិរិយាបថដេកដើរឈរអង្គុយដោយហោចទៅញាតិញោមខណៈខ្លាចត្រឹមដេកសូត្រធម៌ដេកពិចារណាធម៌ថាអង្គុយជុះអាចហ្នឹងក៏ពិចារណាធម៌បានដែរយេអស់តែមកណាហើយមានរឿងជាឧទាហរណ៍ទៀតដូចជានាងកុលធីតារាជធីតានាងហ្នឹងកាលសម័យពីដើមឡើយមិនប្រគល់មិនប្រគល់អនាម័យដូចយើងឯណាដាក់ឈើពីរឲ្យគេជីកដណ្ដៅទៅណាហើយខាងក្រោមនឹងមកស្លុះអ៊ីអញ្ចឹងទៅណាអាហ្នឹងប្រគល់ពីដើមហើយនៅស្រុកខ្សែបច្ចុប្បន្នអីក៏មានខ្លះដែរហើយដល់តែប្រគល់ស្ដាច់ហើយងរះដូចតែគ្នាទេតែចុយដល់តែនាងទៅបន្ទោបងនៅអាយុ6 10ដល់តែពេលនាងបន្ទោបងទៅក៏លេចមើលក្រោមឃើញលមួកឃើញដង្កូវឃើញអីនាងពិចារណាហ្មងពិចារណាឃើញចារបស់កក្រិចហ្នឹងវាបានមកពីណាឃើញថាវាមកពីរាងកាយរបស់អញរាងកាយហ្នឹងវាអត់មានជារបស់ល្អអីទេស្រាប់តែកើតនៅពលវៈហើយសញ្ញាហ្នឹងឃើញដង្កូវជារបស់មិនស្អាតហ្នឹងចិត្តហ្នឹងវាស្ងប់រួចពីរាគៈដែលជាប់ចម្ពាក់នឹងរូបសម្រស់ហ្នឹងសម្រាប់បឋមឈាននៅលើប្រគល់មានទៅបាបស្អីយល់ទេអ្នកខ្លះសម្រាប់គប់ធោពេលកើតកូនសម័យពុទ្ធដូចនាងកាលីអីសំខាន់តែបញ្ញាកើតពេលណាអត់មានរើសទេគឺទូធម្មជាតិបុណ្យហើយនឹងបាបហ្នឹងអត់រើសពេលវេលាទេកាលណាវាកើតពេលណាវាល្អកាលហ្នឹងអិរិយាបថណាក៏ដោយយល់ទេឈប់ឆ្ងល់តែស្ដាប់យកទៅឈប់ឆ្ងល់ដេកស្ដាប់ធោអីឬក៏អង្គុយស្ដាប់ឬក៏ដើរស្ដាប់វាអត់សំខាន់ទេវាពាក់ព័ន្ធតែវិន័យជាមួយលោកទេសផ្ទាល់ទេឧទាហរណ៍ថាញាតិញោមអត់ឈឺផងស្រាប់តែអាត្មាអង្គុយទេសញាតិញោមដេកត្រេលទៅហ្នឹងទៅអាហ្នឹងមិនគួរសំដែងទេព្រោះអត់មានការគោរពមិនគោរពអ្នកទឹកចិត្តអ្នកនិយាយទេតែធម៌មិនចេះប្រកាន់ទេធម៌នោះធម៌ជារូបមន្តសម្រាប់យើងស្ដាប់យើងគិតតាយើងវាអត់មានបញ្ហាអីយើងគ្រាន់តែប្រៀបថាចុះយើងដេកនឹកធម៌ពិចារណាធម៌មួយទៀតយើងដេកប៉ុន្តែនឹកគុំគួនគេដេកចង់បហាចង់កំចាត់គេគណៈពេលហ្នឹងមួយណាល្អជាងបើយើងប្រៀបចឹងមួយយើងដេកពិចារណាធម៌រំលឹកមេរៀនរំលឹកធម៌ហើយមួយទៀតដេកកាលណាគិតតែចង់កំចាត់គេឧទាហរណ៍ចឹងណាល្អជាងហ្នឹងហើយមានស្អីទៀតចឹងមិនការគោរពខ្លះធ្វើឲ្យយើងឆ្ងាយពីធម៌ញោមម្នាក់នៅមែលប៊នគាត់វារឹងជើងវះគាត់វះជើងទៅវាអង្គុញនេះ
ហើយគាត់តែមកវត្តគាត់ដល់អង្គុយកៅអីគាត់ថាឯងទៅស្ដាប់ធម៌អង្គុយលើកៅអីតែឯងខ្មាស់មិនមែនខ្មាស់គាត់ថាខ្លាចបាបអត់យល់នៅពេលដែលមានជំងឺអញ្ចឹងពពុតខ្លួនឯងហ្នឹងព្រះអង្គទៅឈោបណ្ដីសំដែងប្រាប់អ្នកជំងឺដេកលើក្រេណាញាតិញោមព្រះអង្គមានប្រកាន់ស្អីយល់ទេហ្នឹងហើយខ្ញុំកណាទៅវត្តប៉ុន្តែស្ដាប់លោកសូត្រអត់បានផងទៅធ្វើអីស្ដាប់មិនបានលោកសូត្រចប់សួរទៅសួរលោកម្ចាស់ដែលគុណធម៌អីហ្នឹងបានន័យថាម៉េចកើតពីការសួរអញ្ចឹងបានព្រះអង្គថាចំណុចទី7នៅក្នុងអង្គតរនិកាយសតកនិបាតហ្នឹង1 2 3 4 5រហូតដល់ទី7ព្រះអង្គថាបានបញ្ញាបុគ្គលបាននៅបញ្ញាព្រោះចូលទៅរកសមណៈសាកសួរបញ្ហាឃើញទេកាលណាសួរទៅដឹងហើយជាងកើអាត្មាក៏ធ្លាប់តែអញ្ចឹងដែរញាតិញោមខ្លះមកធ្វើមុខមហយអីសូត្រធัวឲ្យគាត់រកថាស្អីណាណីមិនដឹងនិយាយប្រាប់ថាម៉េចទេវាពាក់ព័ន្ធតំណែងតំណងញាតិញោមសួរដែរដល់ញាតិញោមសួរទៅចេះតែឆ្លើយប្រាប់ទៅអញ្ចឹងណាព្រោះតែស្ដាប់មិនបានហ្នឹងវាយ៉ាប់មែននឹងឯងវាគ្រាន់តែមួយភាសាបាលីហើយញាតិញោមឧទាហរណ៍តែឥឡូវគេកុំសូត្រភាសាបាលីគេសូត្រភាសាយួនវិញទៅងាវងហើយយកទៅស្ដាប់ដែរអត់បានដូចគ្នាបាលីក៏អត់បានអាភាសាស្អីក៏អត់បានសរុបមកអត់បានប្រយោជន៍ដូចគ្នាអញ្ចឹងដើម្បីឲ្យវាបានមានសួរទៅនឹងធននឹងមានន័យថាម៉េចយូរទូបីដំបងលោកឆ្លើយមិនរួចយូរលោករៀនដល់លោករៀនលោកដឹងសួរទៅដឹងយល់ដូចមង្គល38អញ្ចឹងតើយកប្រពុតបដិមាមកដាក់ក្នុងបន្ទប់មនុស្សស្រីបានដែរឬទេវាដូចជាគ្មានណាថាបានឬក៏អត់ផងព្រោះអីព្រោះសម័យពុទ្ធអត់មានរូបផងសម័យពុទ្ធអត់មានរូបពុទ្ធអត់មានរូបគំនូអត់មានអីទាំងអស់ពុទ្ធមានតែមួយគត់ដល់ពុទ្ធបរិណិព្វានទៅប្រហែល100ឆ្នាំហើយបានមានហើយដល់មានអញ្ចឹងមានម៉ែពីណាមកកំណត់ថាដាក់ឯណាបានដាក់ឯណាមិនបានសំខាន់យើងគោរពអត់ដាក់ហើយគោរពអត់បើដាក់មិនគោរពមិនបាច់ដាក់ចម្លើយមានប៉ុណ្ណឹងហើយសួរដាក់ឯណាដាក់ទៅយល់ទេហ្នឹងហើយចប់អស់ហើយណាហ្នឹងហើយប៉ុណ្ណឹងណាសួរមិនសួរថាដែលស្ដាប់ប្រសងហើយស្ដាប់មិនបានដែលគឺលោកសូត្រមុនសូត្រអីហ្នឹងហើយថាចឹងចេតនាដែលខាងដើមដែលថាដែលមកធ្វើបុណ្យនោះតើឬក៏មិនបានឬក៏នៅលើចិត្តរបស់យើងគណៈពេលស្ដាប់ហ្នឹងបើយើងភួងចិត្តដោយល្អដោយមានពុទ្ធពធប្រសង់ជាអារម្មណ៍ទៅបង្អោនចិត្តទៅក៏អាចមានសមាធិចិត្តពេលស្ដាប់ហ្នឹងទៅវាមើលតែចិត្តវាអត់មាននៅលើលោកសូត្រហ្នឹងទៀតព្រោះលោកក៏មិនមែនសូត្របញ្ចូលបុណ្យឲ្យយើងដែរសំខាន់តែទៅពេលហ្នឹងយើងមានសេចក្តីគោរពអត់មានសម្លេងធัวជាអារម្មណ៍នាំឲ្យយើងជ្រះថ្លាដែរអត់ពឹងគណៈហ្នឹងទោះបីជ្រះថ្លាប៉ុណ្ណាការស្ដាប់ឮសម្លេងដោយការស្ដាប់ធម៌ហ្នឹងក៏ជាបុណ្យកុសលប៉ុន្តែបុណ្យហ្នឹងហៅថាបុណ្យប្រាសៈបញ្ញ៉ាព្រោះវាអត់យល់ប៉ុន្តែចិត្តហ្នឹងល្អអត់បើចិត្តល្អវាជាបុណ្យដែរប៉ុន្តែដល់អត់យល់ហៅថាបុណ្យប្រាសៈបញ្ញ៉ាតែប៉ុណ្ណឹងឲ្យទៅបាបស្អីក៏មិនបាបអីទេប៉ុន្តែយើងមកវត្តយើងមិនមែនតែប៉ុណ្ណឹងយើងមិនមែនមកដល់អង្គុយតែស្ដាប់ចឹងណាយើងធ្វើនេះធ្វើនោះយើងជួយនេះជួយនោះរួចពីហ្នឹងតែហ្នឹងយើងតាមប្រពៃណីចឹងទៅរួចពីហ្នឹងយើងសន្ទនាសាកឆាទៅព្រោះវាមិនមែនតែមួយមុខហ្នឹងយល់ទេដូចអ្នកខ្លះចឹងថាមកវត្តអត់អីអត់ហ្នឹងវាដូចជាមិនមែនសំណួរត្រូវសួរផងយើងយល់ពីប្រយោជន៍វិញថាទៅមកបានប្រយោជន៍អីយ៉ាងមកយើងមកស្គាល់គ្នាធ្វើកិច្ចការងារមួយចំនួនជួយគ្នាអីហ្នឹងសិតតែប្រយោជន៍អីចឹងបានពីការជួបជុំនឹងឯងបងដូចជាសុភាសិតអ្នកសន្សំបុណ្យខ្ញុំមិននិយាយថាបុព្វជេតនាមុនជេតនាអបរាវជេតនាសបីកងគឺកាលណាបើយើងបំហើយគឺតែតែមានបានអានិសង្សបុណ្យឬយ៉ាងមួយទៀតតើជាមានមួយនោះក៏ជាទីស្រឡាញ់នៃជនមកគេទៀតផងបាទរឿងបញ្ញញ្ជេបរិសោកជារានោះយកទៅសម្ដែងក៏មនុស្សពិបាកទទួលយកបើកាលណាយើងបញ្យល់មិនអោយល្អិតល្អន់ពីជំរឿនៃពាក្យរបស់ព្រះអង្គ
អាត្មាចេះសូត្របញ្ញញ្ជេនឹងតាមឥណ្ឌាចង់ស្ដាប់ទេដូរបរិយាកាសកុំអោយអង្គុយដេកបញ្ញញ្ជេកបរិសោកហិរាទេនំពណាពនំតំហេឆន្ទងកហិរាធសុគោបញ្ញសុជយោធ្វើតាមឌីហ្នឹងបញ្ញញ្ជេបរិសោកយរាថេនំពណាពនំតាមហេឆន្ទងកយរាថសុខោបញ្ញសឧជយោបើបរោះកប់បីធ្វើបុណ្យត្រូវធ្វើបុណ្យរឿយដល់រឿយគាត់បង្កើតបញ្ហារឿយយ៉ាងម៉េចទៅតែម្ដងអស់លុយទៅហើយទៅរាល់ថ្ងៃកូនណាហ្នឹងដោយគាត់យល់ថាសំដៅតែទៅលើការបរិច្ចាគទានតែមួយមុខប៉ុន្តែបុណ្យដែលព្រះអង្គសំដៅគឺការជំរះចិត្តឲ្យស្អាតជាប្រចាំជានិច្ចរាល់ថ្ងៃនៅវាដូចជាយើងថែរក្សាសុខភាពរបស់យើងអញ្ចឹងការថែរក្សាសុខភាពផ្លូវកាយរបស់យើងត្រូវតែថែរក្សាជានិច្ចមិនមែនថែរក្សាតែពេលទៅពេទ្យណាមែនទេជាការពិតណាស់យើងមានបញ្ហាយើងត្រូវទៅពេទ្យប៉ុន្តែសុខភាពរបស់យើងមិនមែនត្រូវថែរក្សាតែពេលចូលពេទ្យទេដូចគ្នាផ្លូវចិត្តរបស់យើងមិនមែនថែរក្សាតែពេលមកវត្តទេគឺជានិច្ចជាកាលនៅពេលស្ដាប់ឮនៅពេលមើលឃើញវាពាក់ព័ន្ធជាមួយនឹងការបដិបត្តិទៀតព្រោះចិត្តរបស់យើងវានៅក្នុងកម្ដៅក្ដៅអីក្ដៅថ្ងៃមធ្យមទេកម្ដៅមែនទែនរបស់ផ្លូវចិត្តគឺរាគៈកិភ្លើងគឺរាគៈតោសៈកិភ្លើងគឺតោសៈមោហៈកិភ្លើងគឺមោហៈរបស់នឹងចូលមកពេលណាចិត្តក្ដៅពេលនោះអញ្ចឹងប៉ុនហ្នឹងវាមានតួនាទីទៅកម្ចាត់អាធួនហ្នឹងដល់ពេលដែលកម្ចាត់ធួនហ្នឹងបានវាសេចក្តីសុខហ្នឹងវាកើតពេលហ្នឹងដែលព្រះអង្គថាសុខោបញ្ញសឧច្ចយោពីព្រោះបុណ្យវានាំមកនូវសេចក្តីសុខសុខពិសេសហ្នឹងគឺនិរាមិសសុខនេះឬក៏ចេតសិកសុខគឺសុខផ្លូវចិត្តហ្នឹងឯងប៉ុន្តែតែកាលណាយើងយកបុណ្យយើងយកតែរូបភាពដល់យករូបភាពយើងអត់យល់អត្ថន័យនៃពាក្យថាបុណ្យហ្នឹងដល់តែមនុស្សមានចិត្តបុណ្យពិតប្រាកដទៅនៅទីណាក៏សុខដែរញាតិញោមវាឈប់ទៅដូចអ្នកខ្លះខណៈចរាចរស្ទះបន្តិចថាវាតឹងចិត្តខឹងមួម៉ៅទៅដល់ផ្ទះឆ្លោះមួយប្តីប្រពន្ធទៀតអាហ្នឹងមកពីអីមិនយល់និយមន័យថាសម្អាតចិត្តហ្នឹងយ៉ាងម៉េចដូចបងម្នាក់នៅអាមេរិកកាំងអញ្ចឹងគាត់ថាពីមុនអូយចេញអាម៉ោងល្ងាចហ្នឹងវាស្ទះចរាចរដល់ស្ទះចរាចរវាធុញជាមួយនឹងការងារនោះហត់ផងមកស្ទះចរាចរទៀតទៅដល់ផ្ទះប្រពន្ធញ៉ៃញ៉ៃទៀតថាឆ្លោះតែគ្នាដល់ទៅពេលគាត់ស្ដាប់ធัวទៅគាត់បានឌីសអាត្មាទៅគាត់ចាក់ស្ដាប់ទៅគាត់មានឌីសពីរប្រភេទជាប់ឡានជាប់ទៅបើជាប់ឡានយូរគាត់ចាក់ឌីសអភិធម្មគាត់សរសេរបដើទៅហើយបើវាមិនជាប់ឡានទេគាត់ចាក់ឌីសសម្ដែងតាមប៉ុនធម្មតាទៅគាត់ថាចិត្តវាខុសមុនតែឡាននៅស្ទះដដែលมันបានទៅដូរឡានមិនឲ្យស្ទះទេប៉ុន្តែដូរវិធីគិតនៅពេលហ្នឹងចិត្តស្អាតដែរឃើញទេព្រោះចិត្តបញ្ជូនទៅកាន់អារម្មណ៍មួយទៀតមានឯការងារមានប្រយោជន៍គាត់ស្ដាប់ធัวទៅស្ទះយូរក៏បានស្ទះឆាប់ក៏បានមានន័យថាខាងក្រៅនៅដដែលទេតែគាត់ដូរតែខាងក្នុងតាហើយរូបភាពប៉ុណ្ណឹងឈ្មោះថាជាការសន្សំបនអត់បនហ្នឹងចាគណៈពេល stress គណៈពេលមួម៉ៅហ្នឹងបាបអត់អាហ្នឹងថាបាបហើយបានធ្វើឲ្យកើតទុកណាកំពុងតែតឹងចិត្តកំពុងតែមួម៉ៅកំពុងតែក្តៅក្រហាយនឹងឯងតោសៈនោះហើយបនវាទៅចម្លៀងចម្រះអីដែលនាំឲ្យសុខកំចាត់អាតោសៈនឿយធុញត្រន់នឹងចេញមកវាមានអាចិត្តស្ងប់ peace in the mind អានឹងឯងដែលជាបុណ្យនាំមកនូវសេចក្តីសុខសំខាន់មែនទែនគឺផ្លូវចិត្តរបស់យើងនឹងឯងយល់កន្លែងហ្នឹងងាកតាណាក៏បុណ្យដែរញ៉ឹងហើយឈប់សួរទៅបុណ្យវត្តហើយមើលម៉ែឪគួរទៅអាណាជាងឈប់សួរមកមានពេលមកវត្តហ្នឹងបើថាមានពេលនៅផ្ទះទៅវាឈប់ប្រៀបផ្ទឹមថាបុណ្យណាច្រើនជាងបុណ្យណាច្រើនជាងឈប់ផ្ទឹមទៅដូចញាតិញោម មានពេលវេលាខ្លះគាត់ទៅវត្តគាត់ទៅសួរថា
nè rồi lôi chẳng tụ bây từ phơi ca ban bạc khai chán có chán tới bên đâu tiền nó bé ca lập chơi lụa ban class tiết có lụa tới nhận nhôm đâu mà đây class còn đam từ năm từ nói bài tiền nó ruồi play mà hộp play ấy chẳng đâyทำไมก็บอนจะทำมาเจ็ดแต่มวยคือสมอาดเพลจัดแต่อารมณ์แบบเซ็งแค่นี้จังบันปนเกริยาวัฏทะเมียนดอนตึกดอบเมียนเตียนเมียนซัลมีเพียวันนี้ไปเยี่ยไปแจ๊อัปปะจายอย่างนั้นปาติเตียนปาตานโมตเนียธรรมสวรรค์ธรรมเทศนาตึกทะจุกรรมะวิเมียนดอนดอบอันนั้นคือชีวิธีซะในกาเถอปนสรบเมาคือสมอาดจัดแต่ได้โดยnhậnโยมเมียนกางเงี้ยเถอครูไปเรียนพองเถอไอ้ฟังปนวิธีซะดำไปโรลอยไอ้ลอยโน้ไอ้ลอยนี่เข้าเนี่ยไม่ทำให้เอาเมียเข้าเนี่ยการไปโจเฉาะเข้าเนี่ยแต่สำคัญลอยนั่งสำหรับการเงียบานโดยเนี่ยบนบวัดก็ได้บนนบเตะถะบนในนาก็ได้เอาแต่เวทเฟยจัดไอ้สะอาดแต่มันประกอบถ้าเอาแต่มาวัดสัตว์บนนั้นมาชลุกเนี่ยวัดก็มีไหนเจนจ้าตัวเทเลนรู้หน่อยน่ะรู้เทเลนรู้หน่อยน่ะน้องจิตวัดนั่นตัวเจเปรี้ยวเหมือนไอ้แต่มาวัดเสือลอยนะปรมันเนี่ยถ้าก็มันได้เถื่อบาปนั่นแน่พ้องจำบัดตัววัดเถื่อไอ้จะต้องเป็นเปะปอนหึงเถื่อบาปปีนาเถื่อไอ้มาวัดโอ้ยจังมาโมโบสทลอบสลับเกี้ยจ้ะจริงใหญ่จังนั่งไงอ๋อเด็กมาทานจังทาบ้ามนุษย์โยลปีสิกได้หรอวิอาจารย์ใบเรือทาตีนาเตวัดก็ได้ไอนาก็ได้โดยมาโยลทาโดยnhận nhômโยลตำไลในลอยโดยnhận nhômตรากาจังนะขณะตีฮอได้บอลเวียนเหมือนโดยลอยมันก็ตีฮอทาเบอร์nhận nhômดังทาลอยติ๊กก็ได้ลอยชานก็ได้เวสัตเมียนตำไลบอกเวีย$10ก็ได้$100ก็ได้ไอยังเปรียบเทียบทา$50ให้$100น่าทลายเชียงน่าฉานเชียงแต่เบอร์ก็อ้อยตั้งปีโยตั้งมวยโยตั้งปีจังไงนไปได้ยังโยตั้งไหลบอลเมนเต้ยังชบเรื่องฐานน่ายังไม่โยเลยยันยงนั่งไงนไปได้ยังโยท่าใส่ได้จีบอลเปิดประกอบชบเรื่องฐานอันน่าไปยังไม่นั่งไงปันท้ายเบิกนงเละกันนะท้าคือเอาเชือกแต่มวยเวียนเละกันนะจึงอีดนะเชือกแต่มวยโอเตหอทางไงนั่งเมียนบอลในวัดนะปันมาได้ยังชื่อจังยังเราเชือกรอมวยแต่เมื่อไม้สั้นมันจังอันนั้นเธอไม่อันนั้นยังเชือกถ้ายังเมียนเจ้านะวิจิเละกันนะเชือกเรื่องแต่ไปยังเลยบ้านเต้าหน้าก็เต้าเมียนจำใบทาหาซับอันโยที่เขาดอมโรยบันโยไอ้chứใบchứแม่นะนั่งให้โดยขยมเมียนได้เฟิร์บาทเนี่ยแน่เนี่ยเรื่องนั้นเวลาบะโยลเนี่ยโยมปีโปรมันโยลถับบาปคือเจียวไว้เปียถับบาปวิมันจำใบดอเธอบาปเกได้เนี่ยโยมกันเด็กนึกประปนเกnó cóบาปđấy nhưng mình chua bướng xa ở mồ ba ở trong bàn lõ sông công cờ đường khó con chỉ bất ban sống còn lo rung chất phòng ta lỡ lo nở non lố cây mình vây ai nở cùng ba chiết sang cột ra mình thà nén yên rực rõ bèo trắng lót tay của tóc nở kê mua đó lò rọp sầm bắn miên trắng cò mình ai dọc tơ